ขนาดทมในพนมពេញធ្វើរឿងដល់រំភើបចំពោះបុគ្គលិករាប់ម៉ឺននាក់ក្នុងឱកាសទិវានៃក្តីស្រឡាញ់និងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតបើទោះបីជាអ្នកវិនិយោគមិនមែនជាជនជាតិខ្មែរប៉ុន្តែម្ចាស់ក្រុមហ៊ុនស្រឡាញ់នឹងតែងយកចិត្តទុកដាក់ពីសុខទុក្ខបុគ្គលិកដែលបានចែករំលែកក្តីស្រឡាញ់ក្នុងឱកាសទិវានៃក្តីស្រឡាញ់ក៏ដូចជាបុណ្យចូលឆ្នាំចិនដោយបានទិញភេសជ្ជៈវីកូឡារបស់ក្រុមហ៊ុនវឌ្ឍនៈដែលជាក្រុមហ៊ុនខ្មែរយ៉ាងច្រើនចែកជូនបុគ្គលិកគាត់ចំនួនរាប់ម៉ឺននាក់គ្រឿងដង្កកម្រនេះបានធ្វើឲ្យបុគ្គលិកម្នាក់ៗបង្ហាញអារម្មណ៍រីករាយដែលមិនត្រឹមតែបានឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំចិនហើយថែមទាំងបានភេសជ្ជៈវីកូឡាយកទៅទទួលទានជួបជុំគ្រួសារផងដែរការសម្រេចបញ្ជាទិញភេសជ្ជៈវីកូឡាសម្រាប់ចែកជូនបុគ្គលិកក្នុងឱកាសនេះបានបង្ហាញឲ្យឃើញថាផលិតផលខ្មែរកាន់តែមានទីផ្សារទូយ៉ាងដូចវីកូឡាអញ្ចឹងដែលទទួលបានការគាំទ្រយ៉ាងច្រើននិងផ្ទុះការកម៉ង់ពីបងម្ចាស់ហាងលក់ភេសជ្ជៈតូចធំបងតាមភោជនីយដ្ឋានជាពិសេសបងដែលរកទទួលទានយកជូនដៃគូអាជីវកម្មជូនបុគ្គលិកដើម្បីចែករំលែកលាភសំណាងក្នុងឱកាសបុណ្យចូលឆ្នាំចិនទន្ទឹមនឹងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងនេះក្រុមការងារក្រុមហ៊ុនវឌ្ឍនៈក៏កំពុងញាប់ដៃញាប់ជើងរៀបចំដឹកជញ្ជូនដល់អតិថិជនគ្រប់ទិសទីផងដែរវីកូឡាមានពណ៌ក្រហមខៀវចែងចាំងដែលជាពណ៌ហុងស៊ុយនាំលាភនាំសំណាងចូលផ្ទះសម្រាប់ឆ្នាំថ្មី